4វិធីជួយឲ្យបងប្អូនដោះស្រាយសុខភាពឲ្យគឺទទួលបានលទ្ធផលលឿនចាស់ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឆេងហួរថ្ងៃនេះគឺនាងខ្ញុំមកចែកទៅលើខ្លះទៅកាន់បងប្អូនទាំងអស់គ្នាពីព្រោះមានបងប្អូនមួយចំនួនដែលគាត់បានតាក់ទងមកកាន់នាងខ្ញុំអញ្ចឹងគឺគាត់ចាអត់បានប្រឹក្សាសុខភាពឲ្យបានត្រឹមត្រូវធ្វើឲ្យគាត់ចិត្តតែយកអានេះយកអានោះមកញ៉ាំទៅពេលដែលគាត់ញ៉ាំទៅគឺអត់ត្រូវជាមួយនឹងសុខភាពរបស់គាត់ទេអញ្ចឹងធ្វើឲ្យគាត់ខាតពេលខាតលុយហើយធ្វើឲ្យសុខភាពរបស់គាត់កាន់តែទ្រោមជាងមុនចាអញ្ចឹងទី1នៅពេលដែលយើងឈឺយើងគួរតែប្រឹក្សាជាមួយពេទ្យឲ្យបានត្រឹមត្រូវថាតើយើងឈឺនោះដោយសារអ្វីងាយស្រួលយើងយកថ្នាំមកប្រើប្រាស់ទី2នៅពេលដែលបងប្អូនចាយកថ្នាំមកប្រើប្រាស់ហើយសូមធ្វើទៅតាមជាពេទ្យឲ្យបានត្រឹមត្រូវផងពីព្រោះបងប្អូនមួយចំនួនយកថ្នាំទៅហើយញ៉ាំថ្នាំអត់បានទៀងទាត់អាហ្នឹងក៏ធ្វើឲ្យបងប្អូនធូរស្បើយយឺតដែរទី2ចានៅពេលដែលគាត់យកថ្នាំទៅញ៉ាំហើយដោយសារតែគាត់ឈឺខ្លាំងពេកចាអញ្ចឹងឧទាហរណ៍ថាក្នុងមួយថ្ងៃពេលដែលគាត់ញ៉ាំថ្នាំតាមមួយគ្រាប់ទេប៉ុន្តែគឺជាក់ស្ដែងគឺគាត់ញ៉ាំថ្នាំលើសពីនឹងចាអាចនឹង2គ្រាប់ឬក៏លើសពីនឹងថែមទៀតបងប្អូនកាលណាដែលយើងញ៉ាំថ្នាំខុសពីអ្វីដែលពេទ្យណែនាំគឺយើងអាចមានបញ្ហាសុខភាពនៅពេលក្រោយបានចាពីព្រោះនៅពេលណាដែលគាត់ដាក់ថ្នាំឲ្យយើងប្រើនេះគឺគាត់ដឹងទៅលើសុខភាពយើងហើយដូច្នេះហើយយើងត្រូវតែអត់ធ្មត់ក្នុងការប្រើប្រាស់ថ្នាំចាទៅតាមវិជ្ជាជីវគាត់ឲ្យបានត្រឹមត្រូវទី3នៅពេលដែលបងប្អូនចាយកថ្នាំមកប្រើប្រាស់ហើយសូមផ្លាស់ប្ដូរទម្លាប់នៃការរស់នៅផងបងប្អូនមួយចំនួនចានៅពេលដែលដោះស្រាយសុខភាពពេទ្យចាគឺគាត់ណែនាំធ្វើបែបនេះគឺគាត់អត់ធ្វើតាមចាអញ្ចឹងគឺបងប្អូនគាត់ទទួលបានលទ្ធផលយឺតដែរឧទាហរណ៍ថាទម្លាប់នៃការរស់នៅរបស់យើងចាកត្តាមួយចំនួនជំរុញឲ្យយើងឈឺលឿនចាដូចជាគេងយប់ជ្រៅមិនសូវញ៉ាំទឹកមិនធ្វើលំហាត់ប្រាណចាឬក៏យើងចាញ៉ាំចំណីអាហារមិនល្អអញ្ចឹងយើងផ្លាស់ប្ដូរមកវិញមករួចយើងចាឆាប់ចូលគេយើងធ្វើលំហាត់ប្រាណយើងញ៉ាំទឹកញ៉ាំអាហារល្អជំនួយដល់សុខភាពនៅពេលដែលយើងប្រើប្រាស់ថ្នាំទៀតគឺទទួលបានលទ្ធផលលឿនមែនទែនទី4គឺបងប្អូនត្រូវតែសម្រួលទៅលើអារម្មណ៍ខ្លួនឯងពីព្រោះអ្នកឈឺអារម្មណ៍តែងតែប្រែប្រួលមួម៉ៅឆាប់ខឹងឆេវឆាវច្រើនមែនទែនហើយអ្នកឈឺគឺចង់ជាលឿនប៉ុន្តែបងប្អូនត្រូវដឹងថាពេលខ្លះយើងមិនមែនឈឺភ្លាមរកដំណោះស្រាយភ្លាមទេពេលខ្លះយើងទុកឲ្យជំងឺរបស់យើងទៅជារ៉ាំរ៉ៃអញ្ចឹងនៅពេលដែលយើងដោះស្រាយសុខភាពក៏វាត្រូវការពេលវេលាដែរវាអាចចាក់បានលឿនដូចចិត្តយើងចង់បានភ្លាមទេយើងត្រូវតែអត់ធ្មត់កន្លែងហ្នឹងពីព្រោះអ្វីដែលនេះខ្ញុំបានជួបជាមួយនឹងបងប្អូនមួយចំនួនគាត់ឈឺរ៉ាំរ៉ៃរយៈពេលយូរឆ្នាំមែនទែនក៏ទៅពេលដែលគាត់ប្រើថ្នាំឬក៏ផលិតផលណាមួយគឺគាត់ចង់ឲ្យបាត់ឲ្យលឿនដូចចិត្តគាត់ចង់បានអញ្ចឹងគឺមិនងាយទេអញ្ចឹងនៅពេលណាដែលគាត់ទើបនឹងញ៉ាំមិនទាន់ទទួលបានលទ្ធផលនៃការធូរបងគាត់បោះបង់ទៅលើផលិតផលឬក៏ថ្នាំមួយនឹងបាត់ចាអញ្ចឹងគាត់ចាប់ផ្ដើមទៅរកដំណោះស្រាយផ្សេងទៀតដែរយើងនៅពេលណាដែលគាត់ឆាប់បោះបង់គាត់ឆាប់ផ្លាស់ប្ដូរខ្លាំងពេកទៅគាត់ធ្វើឲ្យជំងឺបងប្អូនហ្នឹងគឺអត់ងាយក្នុងការបានធូរសះស្បើយដូចគ្នាហើយធ្វើឲ្យសុខភាពបងប្អូនពេលខ្លះវាកាន់តែទ្រុឌទ្រោមថែមទៀតពីព្រោះដោយសារយើងញ៉ាំនេះផងនោះផងហើយការញ៉ាំរបស់យើងគឺប្រើរយៈពេលខ្លីមែនទែនដោយសារតែយើងចង់បានលឿនចាអញ្ចឹងធ្វើឲ្យយើងអត់ជោគជ័យក្នុងការដោះស្រាយសុខភាពបើសិនជាបងប្អូនបានធ្វើ4ចំណុចនេះគឺសុខភាពបងប្អូនគឺងាយក្នុងការបានធូរសះស្បើយត្រឡប់មកវិញលឿនមែនទែនហើយបើសិនជាបងប្អូនមានសំណួរមានចង្អុលណាមួយទាក់ទងទៅនឹងបញ្ហាសុខភាពគឺបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានចាហើយបងប្អូនកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់នេះខ្ញុំម្នាក់មួយផងនេះអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ